បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនិយាយអំពី AM26.2 ដែល Apple ទូទៅទម្លាក់បាទកាលពីបាទយប់ថ្ងៃបាទម្សិលមិញថ្ងៃណាបាទអញ្ចឹងគឺបាទការអាប់ដេតលើនេះគឺបាទមេរឿងធំដែរណាបាទគឺ 3G24 បាទ 3G24 ហើយសម្រាប់ការអាប់ដេតនេះគឺវាអត់មានអីច្រើនទេបាទគឺនៅក្នុង setter នេះវាតាក់ទងទៅនឹងបាទកម្មវិធី podcast Apple Music ជាមួយនឹង app game បាទជាមួយនឹងការបាទ feedback បាទជាមួយនឹងការជួសជុលណាបាទនឹង security បាទនៅលើប្រព័ន្ធបាទប្រវត្តិការមុនបាទអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញបាទភាពបាទផ្លាស់ប្ដូរខ្លះតាក់ទងទៅនឹងបាទការដែលយើងអាចបាទផ្លាស់ប្ដូរកន្លែងម៉ោងយើងវាថ្លាដូចកញ្ចក់បានអញ្ចឹងណាបាទនេះគឺវាមានបាទបេតុងថ្មីខាងក្រោមនេះគឺយើងអាច slide បាទអូបាទដាក់ឲ្យច្បាស់ក៏បានរឿងច្បាស់ហ្នឹងទៅបាទនឹងឆ្លោះបាទថ្លាដូចកញ្ចក់អញ្ចឹងណាបាទកន្លែងនេះបាទរឿងប្លែកបាទបន្តិចដែរបាទជាងខ្ញុំត្រូវខ្ញុំចូលចិត្តបាទប្រភេទរឿងថ្លាអញ្ចឹងវាឆ្លោះមួយ background មកទៅស្អាតអញ្ចឹងណាបាទអញ្ចឹងវាបាទមួយយ៉ាងដែរបាទនៅលើថ្មីមួយនេះបាទអញ្ចឹងបាទឥឡូវយើងចូលបាទមកដល់បាទគេថ្មីមួយទៀតបាទគឺតាក់ទងទៅនឹងបាទគឺយើងអាចកំណត់បាទកន្លែងបាទ alert ណាបាទគឺកាលមុនគឺយើងមានតែ flash ទេពេលតេមកឥឡូវយើងចូលកន្លែងបាទ flash for alert ហ្នឹងមកយើងឃើញបាទនេះគឺបេតុងថ្មីមួយឈ្មោះ screen បាទ screen ហ្នឹងគឺវាលុប preplate នៅលើ screen អេក្រង់របស់យើងតែម្ដងគឺភ្លឺ alert អញ្ចឹងណាបាទពេលគេផ្ញើសារឬក៏តេមកយើងទៅពេលយើង enable កន្លែង flash ហ្នឹងណាយើងអាចដាក់ flash ក៏បាន screen ក៏បានឬក៏ទាំងពីរបានឡើយ bot ខាងក្រោមហ្នឹងបាទអញ្ចឹងយើងអាចបើកកន្លែង flash for alert ទៅបាទបើបេតុងមកគឺវានឹងដំណើរការប៉ុន្តែសម្រាប់ខ្ញុំគឺអត់សូវចូលចិត្តប្រើទេបាទនៅមុខងារមួយនេះបាទតាំងពីដើមមកតែម្ដងបាទអញ្ចឹងខ្ញុំអត់បើកទេបាទជាកន្លែងនេះគឺខ្ញុំអត់បានតេស្តបងប្អូនមើលដែរបាទដោយសារតែទូរស័ព្ទមានតែមួយបាទបានតេស្ត call អញ្ចឹងណាបាទអញ្ចឹងឥឡូវយើងបាទមកដល់បាទកម្មវិធីបាទគឺ password ដែលវាមានបាទនៅមុខងារថ្មីមួយទៀតដែលវាប្រាប់បាទនៅ website ដែលវាអត់បានកត់ត្រានៅ password ណាឲ្យយើងដឹងបាទអញ្ចឹងយើងចូលមកកាន់បាទមុខងារបាទ password ហ្នឹងមកបងចុចកន្លែងនេះបាទសូកន្លែងសូ website នេះហើយយើងនឹងឃើញបាទ website ទាំង3ដែលបានបាទកត់បាទ password ឲ្យយើងណាអញ្ចឹងកម្មវិធីមួយនេះគឺវាកត់ត្រា password របស់យើងពេលយើង log in log out ឬក៏មិនថា Facebook មិនថា email អីទេពេលយើងត្រូវការវាយ email ម្ដងទៀតអញ្ចឹងគឺឲ្យយើងនឹង scan មុខទៅវានឹង auto fill បាទ fill បាទនៅ password តែម្ដងបាទឥឡូវយើងបាទមកមើលនៅមុខងារបាទ AirDrop ម្ដងបាទគឺវាមានមុខងារថ្មីទៀតហើយបាទគឺកន្លែង manage នេះគឺយើងអាច manage បាទគឺបានច្រើនជាងមុនបានដល់30ថ្ងៃបាទកាលពីមុនគឺត្រឹម10នាទីអញ្ចឹងណាយើងធ្លាប់បើក AirDrop យើងប្រកាសជាឃើញបាននៅកន្លែងដែលយើងអាចបើកអានេះគឺយើង select បាទ select contact បានអញ្ចឹងណាបាទអញ្ចឹងវាមានបាទនៅកន្លែង receive off មាន contact only បាទជាមួយនឹង everyone for 10 minutes ណាបាទកន្លែងហ្នឹងគឺយើងអាចកំណត់បាននៅកន្លែង manage មួយហ្នឹងបាទអញ្ចឹងសម្រាប់ខ្ញុំអត់ទៅការចាំបាច់បើកច្រើនទេបាទគឺត្រឹមប្រើបាទធម្មតាបាទយូរម្ដងមកកាទេបាទអញ្ចឹងយើងចង់ add បាទលេខទូរស័ព្ទដែលមានស្រាប់ក៏បានបាទចង់ new contact ថ្មីក៏បានដែរបាទកន្លែងហ្នឹងណាបាទអញ្ចឹងនេះគឺតើតើទៅនឹងបាទគឺ AirDrop បាទកន្លែង AirDrop ថ្មីបាទអញ្ចឹងយើងបាទចូលមកដល់បាទកម្មវិធី reminder គឺយើងអាចឥឡូវនេះយើងអាចដាក់បង់រោបានណាបាទខុសពីមុនដែលដាក់បានឥឡូវយើងចុចកន្លែងបូកនេះមកបាទវាមានកន្លែង urgent នេះបាទយើងបើកមកវាមាន time មានទាំង day ទៀតបាទអញ្ចឹងកម្មវិធីនេះគឺសម្រាប់អ្នកដែលគាត់បាទមាន event ឬក៏មានបាទថ្ងៃណាដែលគាត់អាចថាសំខាន់យើងក៏ចង់ដាក់ចឹង set up ក្នុងហ្នឹងចឹងណានេះគឺវាមាន schedule មានអីចឹងទៅបាទតែខ្ញុំដែរប្រើទេបាទកម្មវិធីនេះខ្ញុំប្រើតែបាទកម្មវិធី clock ធម្មតាដើម្បីដាក់ម៉ោងរោទេខ្ញុំអត់ដែរបាទពេញនិយមប្រើប្រភេទ app មួយនេះចឹងណាបាទគឺមិននិយមប្រើទេបាទសម្រាប់ខ្ញុំតបាទអញ្ចឹងយើងបាទចូលមកដល់បាទថ្មីមួយទៀតគឺតើតើទៅនឹងបាទម៉ោងរោបាទអញ្ចឹងយើងចូលកម្មវិធី clock មកឥឡូវខ្ញុំនឹងដាក់បាទម៉ោងរោឥឡូវ7:38ឥឡូវដាក់បាទ9:38ឥឡូវដាក់9:39
ចាំមើលនៅពេលដែលបេតុង slide នៅពេលដែលម៉ោងដល់បាទលើយើងមើលនីតិទៅពេលដែលដល់វានឹងដូរបាទដូរនៅកន្លែងបាទគឺបេតុង slide នេះគឺធំជាងមុនបាទនិយាយទៅគឺបេតុង slide ធំជាងមុនគឺវាអាប់ដេតយូរតាំងពី version មុនម៉េះប៉ុន្តែដោយសារតែឥឡូវនេះវាបាទបន្ថែម rich មានជាងមុននេះទៀតចឹងណាបាទនេះគឺជាកម្មវិធី game ដែលវា update តូចៗបាទទៅនឹងកម្មវិធី game កម្មវិធី podcast ជាមួយនឹង music អីចឹងអានេះខ្ញុំបាទចូលមើលទូលេងទេបាទខ្ញុំអត់បដោតច្រើនទេគឺវាអត់មានអីប្លែកច្រើនទេអញ្ចឹងខ្ញុំរៀបរាប់4 5 6ខាងលើនេះគឺវាជាចំណុចធំដែល Apple ផ្លាស់ប្ដូរច្រើនចឹងណាអញ្ចឹងសូមបង្ហាញតែបាទប្រហែលចំណុចខាងលើនេះទេបាទអញ្ចឹងបងប្អូនអាចដំឡើងនៅលើនេះបានដើម្បីប្រព័ន្ធសុវត្ថិភាពបាទជាមួយនឹងបាទទទួលបាននៅមុខងារបាទថ្មីដូចតែខ្ញុំបានរៀបរាប់ខាងលើនឹងអញ្ចឹងបាទអរគុណច្រើនបាទអញ្ចឹងសូមបញ្ចប់បាទវីដេអូបាទត្រឹមនេះបើពេញចិត្តនៅវីដេអូមួយនេះបាទសូមជួយ share បាទជាមួយនឹង like page បាទ follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូបាទថ្មីក្រោយទៀតបាទអរគុណច្រើនបាទជួបគ្នាបាទនៅវីដេអូក្រោយបាទអរគុណ